ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសម្បត្តិសេដ្ឋីថ្ងៃហ្នឹងខ្ញុំមក present តាក់ទងជាមួយនឹង project មួយដែលនិយាយតាក់ទងជាមួយនឹង database design ហើយនិង administration ដែល topic របស់យើងគឺ retail store management system ដែលនៅក្នុងហ្នឹងតាម requirement របស់លោកគ្រូគឺត្រូវមាន database setup role based security ហើយនិង automation setup អញ្ចឹងក្រុមរបស់ខ្ញុំមានចំនួន6នាក់ហើយហ្នឹងខ្ញុំនឹងនិយាយ content ចំនួនទាំងអស់8ហើយ content ទី1ដែលយើងនឹងនិយាយគឺ project overview អញ្ចឹងដើម្បីដឹងឲ្យជាក់លាក់ថាតើ project យើង cover ទៅលើអីគេខ្លះយើងមកមើលចំណុចនេះទាំងអស់គ្នាអញ្ចឹង project មួយទាំងមូលរបស់យើងនឹងមានទាំងអស់3 phase ដែល phase ទី1ហ្នឹងគឺ data setup គឺយើងធ្វើ table foreign key យ៉ាងមាន table មានvariable type អីទាំងអស់ហ្នឹង phase ទី2គឺ security ដែលជា RBAC ហ្នឹងគឺយើងអឺមានទាំងអស់4 role ហើយ4 user ហើយនិង privilege របស់ពួកគាត់មួយៗហ្នឹងហើយ phase ទី3គឺ backup ហើយនិង recovery តាក់ទងជាមួយនឹងការ backup គឺយើងប្រើ Google Drive ហើយនិង auto scheduling ដើម្បី backup ហើយយើងប្រើ system retail management system retail shop management system ហ្នឹងមាន user ចំនួនអស់4គឺ DB user ដែលគាត់ជា shop owner ទី2គឺ admin user ដែលគាត់ជា manager ឬក៏ admin ហ្នឹងទី3គឺ account user គាត់ជា accountant stock user គាត់ជា stock keeper ហើយនិងទី5គឺចុងក្រោយគេបង្អស់គឺ sale គាត់ជា cashier អញ្ចឹង project មួយយើងទាំងមូលហ្នឹងគឺយើងប្រើ stack tech stack ទាំងអស់6ទី1គឺយើងប្រើ database Oracle ទី2ដើម្បីhost ជា isolate គឺយើងប្រើ Docker ទី3គឺដើម្បីប្រើ Oracle គឺយើងត្រូវការ GUI មួយគឺ SQL Developer ទី4គឺដើម្បីទាញ data backup គឺយើងប្រើ Datapam ជា backup tool របស់យើងទី5គឺដើម្បីឲ្យយើងប្រើ Google Drive បានគឺយើងប្រើ Allclone ដើម្បី cloud sync វាហើយទី6ដើម្បី run auto schedule ហ្នឹងគឺយើងប្រើ Git Bash ជម្រាបសួរលោកគ្រូខ្ញុំគិរនពេជ្រចនានឹងមកនិយាយអំពី phase 1 បន្តដែលនិយាយអំពី database setup ចឹងនៅក្នុង database setup ហ្នឹងគឺលើកយកនៅ table ចំនួន3ដែលទី1 account 2 stock និង3 cell ដែលសម្រាប់ table account មាន account ID ជា primary key ហើយមាន component ផ្សេងៗដូចជា account name account type balance ហើយនិង created data ចំណែកឯ stock វិញក៏មាន stock ID ជា primary key ដូចគ្នាហើយ component ផ្សេងៗមានដូចជា item name quantity unit price ហើយនិង created data ចំណែកឯ table ចុងក្រោយគឺជា cell table ដែលមាន cell ID ជា primary key ហើយក៏បានទាញយកនៅ account ID ចេញពី table account ជា foreign key ហើយនិង stock ID ដូចគ្នាដែលជា foreign key ដែលទាញចេញមកពី stock table ហើយសម្រាប់ account មកកាន់ cell table គឺវាមាន relationship បែប one to many សម្រាប់ឯ stock ទៅ cell ក៏ដូចគ្នាវាជាប្រភេទ relationship បែប one to many ចឹងចូលទៅដល់ចំណុចបន្ទាប់ចា៎ជំរាបសួរលោកគ្រូខ្ញុំមានឈ្មោះនប់សេនីកដែលខ្ញុំនឹងធ្វើបទបង្ហាញតាក់ទងនៅចំណុចបន្ទាប់គឺ phase 2ដែលតាក់ទងទៅនឹង security ហើយនិង RBAC ចំពោះ RBAC ហ្នឹងវាគឺជា security model មួយដែលវាធ្វើការដែលវាឲ្យ permission ទៅកាន់ role ជាជាងយើងធ្វើការឲ្យ permission ទៅកាន់ specific user ហើយចំពោះ role នៅក្នុង project របស់ពួកយើងដែលពួកយើងធ្វើហ្នឹងពួកយើងបាន assign 4 role សំខាន់ៗទី1គឺ admin role ទី2គឺ account role ទី3គឺ stock role និងទី4គឺ sale role ចំពោះ admin role គឺគាត់អាចaccess បានទៅលើ table ទាំងអស់រួមបញ្ចូលទាំង account stock ហើយនិង sale account ប៉ុន្តែចំពោះ account role វិញគាត់អាច access បានតែaccount ទេដែលគាត់អាចធ្វើការ select insert ហើយនិង update ទៅលើ account ហ្នឹងហើយចំពោះstock role វិញគាត់អាចធ្វើការselect insert ហើយនិង update ទៅលើបានតែ stock ទេគាត់អត់អាច update ឬក៏ select ទៅកាន់ account table បានទេហើយចំពោះ sale role វិញគឺគាត់ដូចគ្នាដែរគាត់អាច select បាន insert បានប៉ុន្តែទៅលើតែ sale តែប៉ុណ្ណោះហើយចំពោះចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធជាមួយនឹងpassword security profile ដែលយើងប្រើ secure profile នៅក្នុង Oracle ហើយចំពោះចំណុចនៅក្នុងនឹងផងដែរគឺ
មានចំណុចពួកយើងបានដាក់ចំណុច4សំខាន់ៗគឺទី1បើសិនជា user ហ្នឹងគាត់ធ្វើការ log in ចំនួន5ដងហើយវាអត់ access ឬក៏អត់អាច log in បាន account របស់គាត់ហ្នឹងនឹងត្រូវបាន lock ក្នុងរយៈពេល1ម៉ោងក្រោយទៀតទើបគាត់អាច access ទៅកាន់អឺ account ឬក៏គាត់អាច log in បានម្ដងទៀតហើយចំពោះ password ដែលគាត់បាន assign ឬក៏ create រួចហើយហ្នឹងវាអាចប្រើបានក្នុងរយៈពេលតែ180ថ្ងៃទេបន្ទាប់ពី180ថ្ងៃនេះទៀតគឺគាត់ត្រូវការធ្វើគឺគាត់ត្រូវcreate password នឹងម្ដងទៀតហើយចំពោះpassword ដែល reuse ហ្នឹងវាអាចនៅក្នុងរយៈពេល365ថ្ងៃបន្ទាប់ពី365ថ្ងៃហ្នឹងហើយpassword ចាស់ហ្នឹងវានឹងត្រូវការវានឹងធ្វើការ delete ចោលតែម្ដងហើយចំពោះចំណុចបន្ទាប់ទៀតគឺ security testing result នៅក្នុងនេះពួកយើងបានធ្វើការ testing ទៅលើ role មួយចំនួនដើម្បីensure that role ដែលយើងបាន assign ហ្នឹងវា accurate ឧទាហរណ៍ដូចជា account user ចំពោះ account user គាត់អាច access បានតែaccount table ទេដូចក្នុងនេះអញ្ចឹងនៅពេលដែលគាត់access ទៅកាន់account table គាត់ធ្វើការ select យើងឃើញ result របស់វានឹង pass ប៉ុន្តែបើសិនជា account user ហ្នឹងគាត់ធ្វើការselect ឬក៏ update ទៅលើ stock គឺគាត់អត់អាច access បានទេព្រោះអឺខុសទៅលើ table ដែលគាត់ត្រូវបាន assign ប៉ុន្តែចំពោះ admin user វិញគឺគាត់អាច access បានគ្រប់ table ទាំងអស់ចំពោះចំណុចបន្ទាប់ទៀតគឺ phase 3ដែលនឹងធ្វើបទបង្ហាញដោយវិទូ Trong số năm semua sepanjang ituខ្ញុំនិយាយពី password backup and copy strategy សមមុតិថាហេតុអីយើងប្រើ backup ទីមួយយើងការពារយើងក៏ការពារនៅពេលដែល data របស់យើងមានបញ្ហាដូចជា server crash ឬក៏បុគ្គលិកយើងណាគេម្នាក់ច្រឡំdelete data របស់យើងមួយទៀតhard drive របស់យើងខូចអញ្ចឹងយើងអាចមាន data របស់យើងគ្រប់គ្រងយើងសម្បត្តិ data យើងអស់អញ្ចឹងយើងត្រូវការ backup វាទុកជៀសវាងករណីណាមួយក្នុងករណីទាំង4នឹងកើតឡើងអញ្ចឹងយើងដល់ពេលយើងបាត់ហ្នឹងយើងគ្រាន់តែ restore ឬក៏យក file ពី backup ដែលយើងបាន store ហ្នឹងយកមកដាក់ប្រើវិញបានហើយ backup flow របស់យើងមាន5 flow ទី1យើងប្រើ bash git bash ដើម្បី run ដែលយើង set គាត់ដើម្បីឲ្យវា auto backup នៅម៉ោង7យប់ហើយយើងប្រើ file មួយទៀតសម្រាប់ export database សម្រាប់ database សម្រាប់យកទៅ export ហើយទៅមកយើង copy file export ហ្នឹងយើង upload ទៅ Google Drive ហើយក្នុង backup Google Drive របស់យើងហ្នឹងវានឹង auto delete ក្នុងរយៈពេល7ថ្ងៃអញ្ចឹងយើងអាច store វាបាន temporary រយៈពេលតែ7ថ្ងៃឯងហើយចំណុចតបនេះគឺជា comment សម្រាប់យើងប្រើ backup ហើយ restore ទី1ហ្នឹងជា comment backup ហើយនឹងយើងបោក auto backup ដល់លើ code របស់យើងយកប្រើ bash/3.backup auto schedule ហើយទី2គឺយើងសម្រាប់ turn out ឲ្យវា auto backup ទៅក្នុង Google Drive ម៉ោង12ហើយទី3យើងសម្រាប់ពេល restore data នៅក្នុង database របស់យើងហ្នឹងទៅទាញពី data ដែលយើង backup ទុកក្នុង Google Drive ទាញយកមកដាក់ក្នុង database របស់យើងវិញហើយចំណុចបន្ទាប់Thierry នឹងមកនិយាយតបជំរាបសួរលោកគ្រូខ្ញុំ Thierry អញ្ចឹងថ្ងៃនេះខ្ញុំមក present នៅលើចំណុច cloud backup ដោយប្រើប្រាស់ Google Drive integration អញ្ចឹងខាងក្រោមនេះវាគឺជា pipeline ដែលយើងបាន follow នៅពេលដែលយើងប្រើប្រាស់ cloud backup ហ្នឹងដោយប្រើប្រាស់ Google Drive integration ហ្នឹងអញ្ចឹងចំណុចទី1 step ទី1បានន័យថាយើងប្រើ Oracle Database ហ្នឹងឲ្យវា run នៅក្នុង Docker ហើយបន្ទាប់មកទៀតអា file ដែល backup ទាំងអស់ហ្នឹងគឺវាត្រូវបាន store ចូលទៅក្នុង local device របស់យើងតែវាស្ថិតនៅក្នុង directory មួយដែលមានឈ្មោះថា Sri backup នេះហើយបន្តមកទៀតគឺយើង upload អា file ដែលយើង backup ហើយហ្នឹងចូលទៅក្នុង Google Drive ហើយចុងក្រោយគឺយើងអាច restore អា backup file ទាំងអស់ហ្នឹង
anytime នៅពេលណាដែលយើងត្រូវការបានហើយសួរថាហេតុអីបានជាយើងប្រើប្រាស់ Google Drive អញ្ចឹងចំណុចទី1គឺវា free space ឲ្យយើងរហូតដល់ 15G អញ្ចឹងពួកយើងគិតថាអា space ហ្នឹងវាអាចគ្រប់គ្រាន់សម្រាប់អា file ដែលយើង backup ហ្នឹងហើយមួយទៀតវា accessible from anywhere ហ្នឹងបានន័យថាអាចឲ្យ admin ហ្នឹង access បានទៅគ្រប់device នៅកន្លែងណាក៏បានហើយមួយទៀតគឺautomatic surrender retention ហ្នឹងបានន័យថាយើងឲ្យអា file ទាំងអស់ហ្នឹងបើសិនជាវាលើសពី7ថ្ងៃឲ្យវា delete អញ្ចឹងវាបើសិនជាវាស្ថិតនៅក្នុងរយៈពេល7ថ្ងៃហើយវា keep អា file ហ្នឹងទុកហើយមួយទៀតគឺវាងាយស្រួល restore ដោយយើងគ្រាន់តែប្រើប្រាស់ offload ដើម្បី restore អា file ទាំងអស់ហ្នឹងហើយមួយទៀតគឺវាជា real world practice មួយដែលកំពុង confirm ដូចជា Amazon S3 ហ្នឹងក៏ប្រើប្រាស់way ហ្នឹងដែរអញ្ចឹងចំណុចបន្ទាប់គឺយើងនិយាយពី key concept learn អញ្ចឹងចំណុចទី1គឺយើងនិយាយពី CDB ហើយនិងPDB អញ្ចឹង CDB ហ្នឹងគឺវាជា container database ហើយ PDB ហ្នឹងគឺជា pluggable database ដែលនៅក្នុង project របស់យើងហ្នឹងគឺយើងប្រើប្រាស់អា export database ហ្នឹងគឺជា PDB ដែលយើងអាចឲ្យactual application ហ្នឹង store បានហើយចំណុចទី2គឺនិយាយពី RBAC ដែលវា stand for Role Based Access Control ដែលយើងដែលពួកយើងបាន implement អា RBAC ហ្នឹងដើម្បី manage permission ជំនួសឲ្យការ assign permission ហ្នឹងទៅកាន់ individual user អញ្ចឹងយើង assign អា permission ហ្នឹងទៅកាន់ role ហ្នឹងហ្មងដោយការប្រើប្រាស់នៅ system ហ្នឹងអញ្ចឹងវាអាចថាវា secure ជាងមុនហើយនិងវាងាយស្រួល manage ជាងមុនចំពោះចំណុចទី3គឺ STI ហើយនិងPersonal Service Name អញ្ចឹងនៅកន្លែងហ្នឹងយើងបានដឹងហើយថាពីរបៀបដែលយើងពីរបៀបដែល database ហ្នឹងវា connection ហ្នឹងវា work ហ្មងអញ្ចឹងអា service name ហ្នឹងវា connect ទៅកាន់ PDB ហើយមួយទៀត STI ហ្នឹងដែលយើងប្រើប្រាស់អា service XE របស់ Oracle ហ្នឹងដើម្បី connect ទៅកាន់ root container ចំណុចទី4គឺEXPDB ហើយនិង IMPDB អញ្ចឹង EXPDB ហ្នឹងគឺបានន័យថា export database ហើយIMPDB ហ្នឹងគឺ import database database ដែលកន្លែងហ្នឹងគឺវាសំខាន់ដែរសម្រាប់ backup ហើយនិង recovery ហើយចំណុចទី5គឺ ORS error code បានន័យថាOracle error code អញ្ចឹងនៅកន្លែងហ្នឹងយើងបាន learn ពីរបៀបដែលយើងhow to handle អា Oracle error ហ្នឹងអញ្ចឹងឧទាហរណ៍ដូចជាពេលដែលមាន error ដូចជា ORA 00 942ហ្នឹងអញ្ចឹងនៅពេលដែលអា error ហ្នឹងវាកើតឡើងនៅពេលដែល table ហ្នឹងវាអត់អាច access បានអញ្ចឹងកន្លែងហ្នឹងអាចធ្វើឲ្យយើងយល់បានថាអា error ទាំងអស់ហ្នឹងអាចជួយយើងឲ្យ debug ហើយនិង secure នៅ system របស់យើងបានចំណុចចុងក្រោយគឺ password profile ដែលយើងអាច implement អា password policy ហ្នឹងដោយប្រើ profile បានហើយ Oracle វានឹង enforce ដូចជាឲ្យអា password ហ្នឹង strong ជាងមុនឲ្យមាន security alert ឬក៏ rule អីផ្សេងៗហើយនិងaccount protection ចំណុចចុងក្រោយគឺអីដែលយើងទទួលបានពី project ហ្នឹងគឺទី1យើងបានប្រើប្រាស់ Oracle 21C XE Service XE របស់ Oracle ហ្នឹង run នៅក្នុង Docker ហើយមួយទៀតគឺបានបង្កើត table 3ជាមួយនឹង proper relationship មួយទៀតគឺវាមាន4 row ដែលវាអាច access បានមួយទៀត password security profile automated backup ទៅកាន់ Google Drive ហើយមួយទៀតគឺ welcome and disaster recovery ហ្នឹងមានន័យថាយើងគ្រាន់តែប្រើប្រាស់ command មួយបានន័យថាយើងអាច backup នៅអា file ដែលយើងចង់ backup ហ្នឹងមកវិញទាំងអស់បានហើយទាក់ទងទៅនឹង real world application គឺយើងអាច apply វាបានចូលទៅក្នុង bank, hospital, e-commerce ហើយនិង
company data card អីផ្សេងៗឬក៏ SAM concept អីផ្សេងៗនៅក្នុង enterprise ដោយប្រើប្រាស់នៅ tool របស់យើងហ្នឹងអញ្ចឹងចំណុចបន្ទាប់ជាចំណុចដែលមកបញ្ញវន្តគាត់នឹងបញ្ចូលបន្ថែមទៀត ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះនៅបញ្ញវន្តខ្ញុំនឹងធ្វើបទបង្ហាញតពីមិត្តភ័ក្តិរបស់ខ្ញុំដែលខ្ញុំនឹងនិយាយទៅនឹងពី demo របស់ project របស់យើងថា project របស់យើងវាដើរវាមិនហើយការដែលយើង set security ហើយនឹង backup ហ្នឹងវា work អត់ជាងដើម្បីចូល project របស់យើងខ្ញុំសូមធ្វើការបើក database របស់យើងសិនតែ database របស់យើងគឺអាចក្នុង local developer អូខេអញ្ចឹង database របស់យើងគឺដែរខ្ញុំសូមធ្វើការឆែក log សិនថា database របស់យើង ready to use ហើយអូខេ database របស់យើងគឺ ready to use ហើយអញ្ចឹងខ្ញុំសូមធ្វើការ connect ទៅ schema owner ដែល schema owner របស់យើងមាន connection ឈ្មោះDBA user ចឹងខ្ញុំបាន prepare នៅ SQL statement មកទាំងអស់ហើយដើម្បីកុំឲ្យវាចែកពេលយូរក្នុងការ record process របស់ demo របស់យើងចឹងបន្ទាប់ពី connect ហើយខ្ញុំសូមធ្វើការ show table ថា schema owner របស់យើងមាន table អីគេខ្លះអូខេអញ្ចឹងមាន3 table account serve និង stock តែ table មួយ schema owner របស់យើងអាច access បានអត់ចំណុចនេះគឺគួរតែអាចបានបើសិនបើអត់បានគឺ system របស់យើងគឺខុសអូខេ serve stop work serve work ចឹងគឺយើងអាច access បាន3 table បន្ទាប់មកយើងនឹងធ្វើការអានជា user role របស់ account ម្ដងខ្ញុំសូមធ្វើការ disconnect នេះវិញ connect ទៅលើ account អូខេអញ្ចឹងយើង connect លើ account ហើយខ្ញុំសូមធ្វើការតេស្តថាតើ user account ហ្នឹងអាចធ្វើអីបានខ្លះនៅក្នុង table account ហ្នឹងចឹងក្នុង table account ហ្នឹង user account role account ហ្នឹងឬក៏ user account ហ្នឹងអាច insert update ហើយនិង select ចំពោះមួយ user ខ្ញុំបង្កើតឲ្យតែមួយដូចrole account គឺមាន user name គឺ user account ដោយសារក្នុង concept ហ្នឹង user ហើយនិង role វាអត់ដូចគ្នាទេគេថា one user អាចមានច្រើន role ហើយនិង one role ក៏អាចមានច្រើន user ដែរអញ្ចឹងយើងត្រឡប់មកប្រធានបទរបស់យើងវិញ account គឺអាច access បានទៅលើ table account តែ insert update ហើយនិង select ទេអញ្ចឹងយើងសាក select ទៅលើ table account យើងជា user account ហើយយើង select បានយើង select ទៅលើ table stop ប្រកាសជាអត់ដោយសារaccount របស់យើងគឺគាត់អាច access ទៅលើ table stop បានដែរហើយចំពោះកន្លែង security នេះក្នុង Oracle ពេលដែល user ហ្នឹងអត់អាច access ទៅ table ផ្សេងបានគេថា table ហ្នឹងអត់ exist មកតែការពិតវា exist ទេតែគ្រាន់ថាគេធ្វើចេះដើម្បីឲ្យ security វាកាន់តែខ្លាំង cell នេះគួរតែអត់ដែរ yes អត់ចឹងខ្ញុំសូមធ្វើការ run ជា cell ម្ដង user cell អូខេខ្ញុំចង់ដឹងដូច account ដែរថាតើ cell ហ្នឹងអាច access បាននៅក្នុង table cell អីខ្លះចឹង cell ហ្នឹងគឺអាច access បានតែ select ហើយនិង insert ទេចឹងខ្ញុំសូមធ្វើការ select ទៅលើ table cell ហ្នឹងគឺវាប្រកាសជាដែរប៉ុន្តែយើងអាច insert យើងអាច update វាបានទេដោយសារវាអត់មានបានដាក់ role ទៅលើ update ហ្នឹងយើងឆែកមកមើល role ម្ដងទៀតគឺ cell របស់យើងមានតែ
insert ហើយនិង select ទេចំពោះ delete ហើយនិង update គឺយើងអាចធ្វើវាបាននៅក្នុងrole cell អញ្ចឹងខ្ញុំសុំ demo តើតើនឹងមួយ role ប៉ុណ្ណឹងចំណុចបន្ទាប់ខ្ញុំនឹងនិយាយតើតើពីការ copy database របស់យើងស្ទាត់ទុកនៅក្នុង local ផងនៅក្នុង cloud ផងហើយនឹងការ backup ប៉ុន្តែមុននឹងយើងធ្វើការតេស្តdatabase របស់យើងខ្ញុំសូមធ្វើការ run នៅ Vim Bash ជាមុនសិនដើម្បី run command ក្នុងការ copy data របស់យើងចូលទៅក្នុង cloud ផងហើយនឹង local ផងចឹងយើងចាំ process វាឲ្យវាដើរពេញសិនចំពោះ command នេះទៀតសោតគឺវា auto command វា auto backup រៀងរាល់ម៉ោង12យប់សិនបើយើងអត់ run command អត់ run អា script ដែលយើងបាន set auto unschedule នេះវានឹងបន្ត copy មួយថ្ងៃម្ដងរហូតដល់ cloud Google Drive របស់យើងពេញហើយក្នុង Google Drive នេះទៀតសោតយើង team របស់យើងបាន set up វា auto delete ក្នុងរយៈពេលមួយអាទិត្យម្ដងការ backup ហ្នឹងបើសិនណាវា backup ហើយវានឹង load មកនៅក្នុងនេះក្នុង folder backup ហើយ load នៅក្នុង cloud ដែរចំពោះអានេះគឺជាអីដែលខ្ញុំបានតេស្តអញ្ចឹងការដែល backup របស់យើងគឺបានជោគជ័យទាំងក្នុង local និងក្នុង cloud ចឹងបើកមើលមក cloud មកបើកមើលមក cloud មកនេះការ backup របស់យើងគឺជោគជ័យប៉ុន្តែយើងអត់ចាំបាច់ down ពីអានេះមកវិញដោយសារការ backup វាទាំងក្នុង local ទាំងក្នុង cloud នេះរបស់យើងអញ្ចឹងខ្ញុំសូមដោយសារ file backup របស់យើងគឺបានហើយអញ្ចឹងខ្ញុំសូមធ្វើការ drop ទាំង database ទាំង table ទាំង user ទាំង role ទាំងអស់ទាំង secure profile នេះទៀតដើម្បីបញ្ជាក់ថាfile របស់យើងគឺ backup មកវិញ backup ទាំងអស់ backup ទាំង data backup ទាំង role backup ទាំង user ព្រមទាំង secure profile ខ្ញុំសូមជួយការ drop ទៅពេលអានេះខ្ញុំអត់បាន run ជា Docker system អត់បាន run ជា system ហើយ system ទៀតសោតគឺវាខុសពីschema owner ដែល Docker DBA នេះDBA ហ្នឹងវាជា schema owner ឬក៏business owner ដែលវាធំជាង admin ប៉ុន្តែ system នេះវាហិតធំជាង schema owner ដែលវាបង្កើត default មកក្នុង database របស់យើងចឹងខ្ញុំសូមធ្វើការ drop table ទាំងអស់ដែលយើង run ជា system វា
table របស់យើងគឺបាន drop ទាំង3 table ខ្ញុំសូមធ្វើការ drop userបាន drop ជាមានការមានកំហុសខ្ញុំសូម drop user ម្ដងមួយខ្ញុំសូមធ្វើការ drop row drop secure profile ហើយនឹង commit ចឹងខ្ញុំសូមធ្វើការឆែកថាតើ schema owner របស់យើងគឺមាន table ទៀតអត់គឺអត់មានទេ table ក៏អត់មានចឹងយើងធ្វើការឆែកទៅលើ user user យើងគឺសល់2នេះចឹងខ្ញុំសូមធ្វើការ drop user សាថ្មី drop account user ខ្ញុំសូមធ្វើការ drop stop មុន user stop does not exist ខ្ញុំសូមបង្ហាញដូចថាវាមាន user អីខ្លះដែលនៅសល់គឺយើងនៅសល់ account user ហើយនិង cell user ចឹងខ្ញុំសូម drop user cell មុនដោយសារ user cell របស់យើងដោយសារ user account របស់យើងវា rely ទៅលើ user cell drop cell user drop account user drop user that is currently connected or disconnect ចឹងដោយសារយើងបានផ្នែក connection ហើយប៉ុន្តែយើងអត់បាន disconnect វាចឹងខ្ញុំសូមធ្វើការ drop សាថ្មីតាមជា script ដូចនេះគួរតែពេលឆែកទៅអត់មាន user អូខេចឹងយើងដល់លើនេះគឺយើងមាន user ទេបន្តមកយើងឆែកមើល role ម្ដងថា role របស់យើងគឺបាន drop ទៅអូខេ role ក៏ empty ដែរចឹងយើងធ្វើការ backup មកវិញថាតើ process backup របស់យើងគឺវាដំណើរការអត់វា restore database ហើយនឹង role របស់ user របស់យើង restore user របស់យើង restore role របស់យើងបានអត់ចឹងខ្ញុំសូមធ្វើការ run command ពី line demo របស់យើងដែល command នេះវានឹងទៅចាប់យកlogical backup.dmt file ដែលថ្មីជាងគេវាអត់ទៅចាប់យកអាចាស់ហើយវាទៅចាប់យកថ្មីជាងគេដែលយើងមានក្នុង folder backup របស់យើង
ចឹងការ backup របស់យើងគឺបាន complete ខ្ញុំសូម test មើលថាតើ user របស់យើងពិតជាមានមែនអត់ដូចជាអីដែលយើងបាន backup អត់បាទ user របស់យើងគឺមានហើយមាន secure profile ទៀត secure profile ទៅលើ password មួយទៀតចឹងខ្ញុំសូម test ទៅលើ role ថា role របស់យើងមានអត់អូខេ role របស់យើងគឺនៅមានដូចដើមវិញមាន4 role admin account role sales role និង stock role ចឹងខ្ញុំសូមធ្វើការ connect ជា schema owner ហើយ select ទៅលើ table ទាំងអស់ហើយវា display ថាយើងមាន table លើខ្លះតែអញ្ចឹងយើងមាន table លើដើមហើយ table មួយមាន data អត់3 row ដូចពីមុនអត់3 row 3 row 3 row ចំពោះ project របស់យើងគឺបាន demo យើងឃើញថា system របស់យើងគឺដំណើរការទាំងអស់អរគុណលោកគ្រូចំពោះការ presentation របស់ team ពួកយើងជំរាបលាលោកគ្រូ